សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរូបភាពមួយស្លឹកទៀតហើយដើម្បីយកមកចែកម្លែកដល់បងប្អូនតើតងជាមួយនឹងគោលដៅដដែលដែលភាសាអង់គ្លេសហៅថា goal នៅក្នុងរូបភាពនេះបងប្អូនមើលទៅបើសិនជាយើងមើលដោយមិនចាប់អារម្មណ៍យើងគិតថាវាអត់មានអីស្មុគស្មាញទេភាសាអីយើងឃើញពាក្យតែចាប់ផ្ដើមហើយនឹងចុងចប់គោលដៅប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅគឺមានអត្ថន័យគ្រប់គ្រាន់សម្រាប់អ្នកដែលធ្វើផែនការទៅសេផែនការមួយដើម្បីសម្រេចដល់គោលដៅណាមួយដែលយើងចង់បានថ្ងៃអនាគតនៅក្នុងទីនេះបងប្អូនមើលកន្លែងរង្វង់ខាងដើមហ្នឹងគេដាក់ពាក្យទៅចាប់ផ្ដើមហើយមានបាញ់ព្រួយមួយទៅដល់គោលដៅហើយបានទៅសេជាភាសាខ្មែរមួយដែលមានសញ្ញាក្រហមថាបកក្រហមថាកុំផ្ដោតចំពោះទីបញ្ចប់អញ្ចឹងចំណុចនេះបងប្អូនទាំងអស់គ្នាត្រូវគិតឲ្យបានស៊ីជម្រៅនៅពេលដែលយើងចង់រៀបគោលដៅណាមួយដែលយើងចង់សម្រេចបាននៅពេលអនាគតមានបងប្អូនយើងបន្តិចអ្នកទេដែលទៅសេគោលដៅហើយតែអត់បានសម្រេចជាលទ្ធផលអីទាំងអស់ទៅសេចោលទៅហើយ10ឆ្នាំក្រោយក៏អត់ឃើញមានបានអីដែរដោយសារអីគោលដៅរបស់គាត់ហ្នឹងគឺមានតែចាប់ផ្ដើមហើយនឹងគោលដៅប៉ុណ្ណឹងហើយបដោតលើទីបញ្ចប់របស់គាត់គឺបានន័យថាគាត់ចង់បានអីចង់បានផ្ទះតម្លៃ$1 លានកន្លះលានដុល្លារគាត់ទៅសេមកគោលដៅគាត់អ្នកខ្លះចង់បានអីចង់បានខុនដូចង់បានឡានទំនើបជាងគាត់ទៅសេចូលក្នុងក្តីសម័យរបស់គាត់តែមានតែចាប់ផ្ដើមទីបញ្ចប់ទេអត់មានអ្វីផ្សេងពីហ្នឹងអញ្ចឹងហើយបានជាការទៅសេផែនការរបស់យើងភាគច្រើនគឺអត់មានប្រសិទ្ធភាពដោយសារអីគឺយើងមិនបានរៀបឲ្យចំអ្វីដែលយើងត្រូវសម្រេចបានអញ្ចឹងបងប្អូនកលេចមើលនៅខាងក្រោមនេះគេដាក់អក្សរមួយក្នុងរង្វង់មួយថាត្រូវផ្ដោតលើជំហានបន្ទាប់អញ្ចឹងបើយើងទៅសេចាប់ផ្ដើមហើយគឺយើងត្រូវផ្ដោតលើជំហានបន្ទាប់បើយើងចង់បានសម្រេចឲ្យមួយយើងត្រូវលំអិតទៅលើប្រចាំថ្ងៃរបស់យើងលំអិតទៅលើប្រចាំខែរបស់យើងលំអិតទៅលើប្រចាំឆ្នាំរបស់យើងហើយអ្វីដែលសំខាន់នេះយើងត្រួតមើលថាតើខែនឹងថ្ងៃនឹងយើងបានលទ្ធផលអីខ្លះដើម្បីយើងសម្រេចបាននូវគោលដៅហ្នឹងឧទាហរណ៍ថាយើងចង់បានគោលដៅផ្ទះតម្លៃ$10,000តើមួយខែយើងនេះរកបានប្រមាណមួយឆ្នាំរបស់យើងនោះបានប្រមាណហើយយើងបានធ្វើទៅតាមលក្ខខណ្ឌដែលយើងបានកំណត់អត់យើងត្រូវលំអិតទៅលើចំណុចតូចនៃខែនីមួយនៃថ្ងៃនីមួយរបស់យើងហើយយើងអនុវត្តហើយយើងតាមដានលទ្ធផលទាំងអស់នេះវានឹងជួយបងប្អូនអរគ្នាឲ្យសម្រេចបានគោលដៅពិតប្រាកដបើសិនជាយើងមានថ្ងៃចាប់ផ្ដើមហើយមានតែគោលដៅ10ឆ្នាំទៀត20ឆ្នាំទៀតក៏យើងអត់សម្រេចពីពួកអីពីពួកយើងអត់មានការអនុវត្តពីពួកយើងអត់មានការតាមដានយើងអត់មានការត្រួតពិនិត្យទៅលើជំហានតូចរបស់យើងត្រូវមើលជំហានបន្ទាប់ឆ្នាំនឹងយើងទទួលបានលទ្ធផលអីឆ្នាំក្រោយយើងទទួលបានលទ្ធផលអីទៀតឆ្នាំក្រោយមកទៀតយើងទទួលបានលទ្ធផលអីមកទៀតដូចជាយើងដាក់ផែនការអសមអញ្ចឹងខែនេះយើងត្រូវសល់ឲ្យបាន$1,000 តើវាសល់អត់ខែក្រោយយើងត្រូវសល់$1,000ទៀតតើវាសល់អត់ខែក្រោយទៀតយើងត្រូវសល់បាន$2,000វាសល់អត់អានេះយើងត្រូវមើលហ្នឹងតែបើខែទី1អត់មានសល់ខែទី2អត់មានសល់ខែទី3មានសល់យើងកុំសង្ឃឹមថាគោលដៅដែលយើងដាក់ផែនការនោះវាសម្រេចគឺវាអត់សម្រេចទេអញ្ចឹងរូបភាពនេះគឺអាចជួយបងប្អូនបានដើម្បីឲ្យបងប្អូនទៅសេផែនការលំអិតទៅលើគោលដៅដែលយើងចង់បានអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូខ្លីមួយនេះ
នៅបានជាប្រយោជន៍ដល់បងប្អូនអរគ្នាក្នុងការរៀបចំគោលដៅសម្រាប់អនាគតរបស់យើងបានត្រឹមត្រូវសូមអរគុណ